កូនប្រុសមើលម៉ាក់ស្លៀកពាក់ចាស់ងងដូចអ្នកលក់ជ្រូកទេម៉ាក់ឈួតទេដឹងម៉ាក់ជាប្រធានក្រុមហ៊ុនហួរយ៉ាវព្រឹកមិញទៅប្រជុំជាមួយថៅកែធំនិយាយរឿងរកស៊ីរាប់ពាន់លានល្ងាចឡើងពាក់អ៊ីមចាស់មកអង្គុយក្នុងផ្សារម៉ាក់ចង់ធ្វើអីឲ្យប្រកបរើសប្រពន្ធឲ្យកូនរើសប្រពន្ធចាំបាច់ធ្វើដល់ថ្នាក់នឹងទេបើមិនធ្វើចឹងមិនដឹងចិត្តមនុស្សក្មេងស្រីដែលកូនស្គាល់សុទ្ធតែថាស្រឡាញ់កូនមែនទេថ្ងៃនេះនាំមកទីនេះម្ដងម្នាក់មកប្រាប់ថាម៉ាក់លក់ជ្រូកចិញ្ចឹមកូនរហូតធំផ្ទះក៏គ្មានឡានក៏គ្មានចុះបើពួកនាងភ័យរត់អស់ទៅបើរត់អស់មានន័យថាគេមិនស្មោះទេម៉ាក់មិនខ្លាចថាធ្វើបែបនេះគ្មានអ្នកណាយល់ព្រមទេកូនម៉ាក់ប្រកាសជានៅព្រើអស់មួយជីវិតហើយបើយកប្រពន្ធដែលសម្លឹងឃើញតែលុយវារឹតតែគួរឲ្យខ្លាចជាងនៅព្រើមួយជីវិតទៅទៀតបានកូនទៅនាំអ្នកទី1មកសិនឈឿនមីងយូបងនាំអូនមកកន្លែងស្អីហ្នឹងក្នុងផ្សារនេះមានតែធំក្លិនស្អុយដើរទៅមុខបន្តិចទៀតទៅម៉ាក់បងនៅខាងមុខហ្នឹងកុំប្រាប់អូនថាយាយចាស់អង្គុយលើកៅអីជ័រលក់ជ្រក់នោះជាម៉ាក់បងមែនហើយគាត់ជាម៉ាក់បងនិយាយលេងទេដឹងមិនមែនថាផ្ទះបងជាវីឡាទេអីមិនបានម៉ាក់បងមកលក់ជ្រក់នៅទីនេះសុំទោសពីមុនបងកុហកអូនទេផ្ទះបងគ្មានលុយទេម៉ាក់បងលក់ជ្រក់ចិញ្ចឹមបងតាំងពីតូចឈឿនមីងយូបងឈ្គួតទេដឹងហ៊ានកុហកអូនដល់ថ្នាក់នេះមិត្តភក្តិអូនគេរៀបការមានមុខមានមាត់ចុះរឿងអីអូនត្រូវមករៀបការឲ្យខ្មាស់គេនោះគឺមីងគ្មានសមត្ថភាពធ្វើឲ្យក្មួយខកចិត្តហើយមីងដឹងខ្លួនក៏ល្អខ្ញុំមិនមែនមើលងាយអ្នកក្រទេតែខ្ញុំមិនអាចយកអនាគតទៅផ្ញើនឹងគ្រួសារក្រីក្របានទេចឹងបានន័យថាអូនមិនបានស្រឡាញ់បងទេខ្ញុំអស់ហើយកុំធ្វើកូនក្មេងពេកស្នេហាដែលគ្មានលុយគឺគ្មានន័យទេម៉ាក់នេះអ្នកទី1កូននឹកស្មានមិនដល់សោះសំបីតែ5នាទីក៏ទ្រាំមិនបានផងជ្រោកប្រៃអាចត្រាំទឹកបានតែបើចិត្តប្រៃពិបាកលៀងណាស់នេះបញ្ជាក់ថានាងមិនស័ក្តិសមនឹងកូនទេបានហើយអ្នកបន្ទាប់មកម៉ាក់នេះគឺហ្វាំងជឿសៀជំរាបសួរមីងសួស្ដីក្មួយធ្វើដំណើរមកហត់ទេក្មួយអ៊ំស្រីតើកន្លែងលក់នេះមានច្បាប់ទេឬក៏លួចលក់តាមផ្លូវហ្វាំងជឿសៀអូនសួររឿងនេះធ្វើអីសួរឲ្យដឹងច្បាស់តើថ្ងៃក្រោយរៀបការរួចត្រូវគិតច្បាស់ចុះបើប៉ូលីសដេញមិនដាច់ចំណូលហើយទេអីចុះថ្ងៃក្រោយគាត់ត្រូវទៅនៅជាមួយយើងមែនទេបើនៅជុំគ្នាអ្នកណាចេញលុយអ្នកណាធ្វើម្ហូបថ្ងៃក្រោយមានកូនអ៊ំស្រីកាន់តែជ្រោករាល់ថ្ងៃបែបនេះអាចជួយមើលកូនបានទេបើមើលមិនបានហើយយើងត្រូវមើលគាត់ទៀតមិនធ្លាក់បន្ទុកមកលើយើងទាំងអស់ទេហ្វាំងជឿសៀអូនចាត់ទុកម៉ាក់បងជាបន្ទុកមែនទេអូនគ្រាន់តែគិតតាមហេតុផលរៀបការមិនមែនត្រឹមតែញ៉ាំអីមើលកូនទេគឺត្រូវរស់នៅយូរអង្វែងម៉ាក់បងគ្មានចំណូលច្បាស់លាស់វ័យក៏ចាស់ថ្ងៃក្រោយច្បាស់ជាចំណាយច្រើនមួយខែបងបានប្រាក់ខែប៉ុន្មានគ្រប់គ្រាន់ចិញ្ចឹមគ្រួសារទេអូនមកជួបម៉ាក់បងឬមកត្រួតពិនិត្យបញ្ជីលុយរស់នៅជាមួយគ្នាមិនត្រូវគិតគូរឲ្យច្បាស់ទេអូនអាចទទួលយកបងដែលជាមនុស្សធម្មតាទទួលយកបន្ទុកក្រោយរៀបការទេអ៊ំស្រីខ្ញុំនិយាយត្រង់កុំប្រកាន់អីមិនអីទេក្មួយគិតបានល្អណាស់មីងយូយើងមិនសូវស័ក្តិសមនឹងគ្នាទេបងតែញោគឺជារឿងល្អតែអូនគ្មានកាត់ប្រកិច្ចមករ៉ាប់រងជាមួយបងទេមនុស្សយើងត្រូវតែគិតពីខ្លួនឯងម៉ាក់មួយនេះចិត្តដាច់ជាងអ្នកមុនទៀតអ្នកទី1ខ្លាចខ្មាស់គេអ្នកទី2ខ្លាចម៉ាក់រកលុយមិនបានហើយចំណាយច្រើនម្នាក់ចាត់ទុកម៉ាក់ជាស្នាមប្រឡាក់ម្នាក់ទៀតចាត់ទុកម៉ាក់ជាបន្ទុកកូនកុំទាន់ភ័យមនុស្សស្មោះពិតមិនខ្លាចត្រឹមក្រច្រកនេះទេលីនជីយីខាងមុខនោះគឺម៉ាក់បងពីមុនបងមានរឿងមួយមិនបានប្រាប់អូនត្រង់បងធ្វើមុខបែបនេះខ្លាចអូនរត់ចោលមែនទេតាមពិតផ្ទះបងមិនសូវមានទេម៉ាក់បងលក់ជ្រក់នៅក្នុងផ្សារបងខ្លាចអូនដឹងហើយមើលងាយបង